ប្រទេសហ្វីជីតាមពិតទៅគឺជាប្រទេសបែបណាឲ្យប្រកបហ្វីជីគឺជាតំបន់មួយក្នុងចំណោមទីតាំងដំបូងគេបង្អស់នៅលើភពផែនដីដែលបានស្វាគមន៍ពន្លឺព្រះអាទិត្យនៃឆ្នាំថ្មីមុនគេដោយរួមបញ្ចូលគ្នាជាមួយប្រទេសនូវែលសេឡង់និងប្រទេសតុងហ្កាពួកគេបានបង្កើតនៅត្រីកោណមាសនៃពន្លឺព្រះអាទិត្យឆ្នាំថ្មីដ៏គួរឲ្យស្ញប់ស្ញែងទីតាំងភូមិសាស្ត្រនិងលក្ខណៈទូទៅនៃកោះប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋហ្វីជីដែលស្ថិតនៅចំកណ្ដាលនៃមហាសមុទ្រប៉ាស៊ីហ្វិកភាគនិរតីនិងលាតសន្ធឹងកាត់ខ្សែបណ្ដោយទី180ដូចក្រយ៉ាងជាក់លាក់ទីតាំងភូមិសាស្ត្ររបស់ហ្វីជីគឺស្ថិតនៅភាគខាងកើតនៃប្រទេសវ៉ានូអាទូភាគខាងលិចនៃប្រទេសតុងហ្កានិងភាគខាងត្បូងនៃប្រទេសទូវ៉ាលូដោយមានចម្ងាយប្រមាណ800គីឡូម៉ែត្រពីប្រទេសអូស្ត្រាលីនិងប្រហែល850គីឡូម៉ែត្រពីប្រទេសនូវែលសេឡង់ប្រជុំកោះប្រទេសនេះត្រូវបានផ្សំឡើងដោយកោះចំនួន332កោះដែលក្នុងនោះមានកោះចំនួន106ដែលមានមនុស្សរស់នៅអចិន្ត្រៃយ៍ទំហំផ្ទៃដីគោកសរុបមានទំហំប្រមាណ18300គីឡូម៉ែត្រការ៉េខណៈដែលតំបន់សេដ្ឋកិច្ចផ្ដាច់មុខក្នុងសមុទ្រលាតសន្ធឹងរហូតដល់1.29លានគីឡូម៉ែត្រការ៉េដែលធំជាងផ្ទៃដីគោកដល់ទៅ70ដងនិងសម្បូរទៅដោយធនធានជលផលយ៉ាងមហាសាលកោះសំខាន់កោះវីទីលេវូនិងកោះវ៉ានូអាលេវូគឺជាកោះធំជាងគេបំផុតទាំងពីរដោយគ្របដណ្ដប់ប្រមាណ75%នៃផ្ទៃដីគោកសរុបនិងប្រមូលផ្ដុំប្រជាជនរហូតដល់87%នៃចំនួនប្រជាជនទូទាំងប្រទេសប្រជាសាស្ត្រសង្គមនិងវប្បធម៌ចម្រុះហ្វីជីគឺជាចំណុចប្រសពនៃពូជសាសន៍និងវប្បធម៌ចម្រុះដែលមានប្រជាជនសរុបប្រមាណ936,000នាក់សមាជិកជនជាតិហ្វីជីដើម 56.8% ភាគច្រើនជាខ្សែស្រឡាយជនជាតិមេឡានេស៊ីជាមួយនឹងការលាយឡំតិចតួចនៃជនជាតិប៉ូលីនេស៊ីជនជាតិហ្វីជីដើមកំណើតឥណ្ឌា 37.5% ភាគច្រើនជាកូនចៅនៃជនអន្តោប្រវេសន៍មកពីឧបទ្វីបឥណ្ឌាជនជាតិផ្សេងទៀតរ៉ូតូម៉ាន់ជនជាតិចិនជនជាតិអឺរ៉ុបឡាក់ស្មើនឹង 5.7% ភាសាអង់គ្លេសត្រូវបានប្រើប្រាស់ជាទូទៅខណៈភាសាហ្វីជីជារបស់ជនជាតិដើមហើយភាសាហិណ្ឌូត្រូវបានប្រើដោយជនជាតិហ្វីជីដើមកំណើតឥណ្ឌាប្រព័ន្ធអប់រំនិងសុខាភិបាលរដ្ឋាភិបាលផ្ដល់នូវគោលនយោបាយអប់រំនិងថែទាំសុខភាពជាមូលដ្ឋានដោយឥតគិតថ្លៃការអប់រំមូលដ្ឋានពីបឋមសិក្សាដល់អនុវិទ្យាល័យគឺឥតគិតថ្លៃដែលធ្វើឲ្យអត្រាអក្ខរកម្មជាតិឈានដល់ 90% ជាតួលេខឈានមុខគេនៅក្នុងតំបន់មេឡានេស៊ីមន្ទីរពេទ្យរដ្ឋផ្ដល់ការព្យាបាលឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋប៉ុន្តែនៅមានគម្លាតរវាងទីក្រុងស៊ូវ៉ានិងឡាតូកានិងជនបទដែលខ្វះខាតធនធានវេជ្ជសាស្ត្រសាសនាគ្រិស្តសាសនាហិណ្ឌូនិងសាសនាអ៊ីស្លាមត្រូវបានគោរពប្រតិបត្តិរួមគ្នាដោយសន្តិសហវិជ្ជមានពិធីបុណ្យសំខាន់ៗដូចជា Eid al-Fitr ពិធីបុណ្យ Diwali និងបុណ្យ Noel សុទ្ធតែជាថ្ងៃជប់សម្រាប់ជាតិដ៏សំខាន់ទោះជាយ៉ាងណាក៏ដោយធាតុផ្សំនៃការគោរពបូជាធម្មជាតិនៃសាសនាដើមនៅតែត្រូវបានថែរក្សាក្នុងពិធីមួយចំនួនប្រពៃណីនិងសិល្បៈប្រចាំជាតិពិធីកាវ៉ានេះគឺជាប្រពៃណីដ៏លេចធ្លោបំផុតនៃវប្បធម៌ហ្វីជីដែលមានប្រភពចេញពីកុលសម្ព័ន្ធបុរាណភេសជ្ជៈនេះត្រូវបានធ្វើចេញពីឫសនៃដើមម្រេចហើយត្រូវបានចាត់ទុកថាជាការទទួលភ្ញៀវក្នុងកម្រិតខ្ពស់បំផុតនៅក្នុងពិធីនេះអ្នកចូលរួមអង្គុយជារង្វង់មេភូមិពីសមុនរួចទើបភ្ញៀវទទួលទានបន្តត្រូវផឹកឲ្យអស់ក្នុងមួយក្អឹកអមដោយការទះដៃនិងការបួងសួងវាមានមុខងារសំខាន់ៗដូចជាការសម្រេចចិត្តក្នុងកុលសម្ព័ន្ធនិងការផ្សារភ្ជាប់ស្មារតីសហគមន៍សប្តាហ៍ថ្ងៃវាបានក្លាយជាសកម្មភាពការទូតនិងបទពិសោធន៍ទេសចរណ៍ដ៏ទាក់ទាញសិល្បៈទស្សនីយភាពរបាំមេកេដែលមានរចនាប័ទ្មមេឡានេស៊ីប្រើប្រាស់សម្លៀកបំពាក់ធ្វើពីសរសៃសំបកឈើនិងស្គររាងដូចទូកជាលក្ខណៈពិសេសរបស់ពួកគេចំណែកឯការសម្ដែងដើរលើភ្លើងដោយជើងទទេលើថ្មក្តៅគឺជាការបង្ហាញពីជំនាញដ៏អស្ចារ្យនិងប្រាជ្ញាក្នុងការរស់រានមានជីវិតរបស់ជនជាតិដើមហ្វីជីជាមួយធម្មជាតិសេដ្ឋកិច្ចនិងឧស្សាហកម្មស្នូលសេដ្ឋកិច្ចរបស់ប្រទេសហ្វីជីពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ដោយមានការអភិវឌ្ឍស្របគ្នានៃឧស្សាហកម្មចម្រុះផ្សេងទៀតទិន្នន័យសេដ្ឋកិច្ចឆ្នាំ2024ផលិតផលក្នុងស្រុកសរុបឈានដល់ 5.95 ពាន់លានដុល្លារអាមេរិកជាមួយនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗប្រមាណ6,450ដុល្លារអាមេរិកអត្រាកំណើន 7.5% បានធ្វើឲ្យហ្វីជីក្លាយជាប្រទេសសេដ្ឋកិច្ចលេចធ្លោនៅតំបន់កោះប៉ាស៊ីហ្វិកវិស័យទេសចរណ៍ជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចជាតិដ៏ធំបំផុតដែលរួមចំណែកដល់ 40% នៃផលិតផលក្នុងស្រុកសរុបនិងជាប្រភពចំណូលរូបិយប័ណ្ណបរទេសធំបំផុតក្នុងឆ្នាំ2024 Fiji ទទួលបានភ្ញៀវអន្តរជាតិ1លាននាក់ភាគច្រើនមកពីអូស្ត្រាលី នូវែលសេឡង់និងអាមេរិកខាងជើងទេសចរណ៍ធម្មជាតិកម្រិតខ្ពស់និងការធ្វើដំណើរក្រេបទឹកឃ្មុំគឺជាចំណុចលក់ដ៏សំខាន់រីសតកោះឯកជនលំដាប់ពិភពលោកមានតម្លៃលើសពី$2,000ក្នុងមួយយប់នៅរដូវកាលដែលមានមនុស្សច្រើនវិស័យកសិកម្មដាំដុះអំពៅដូងចេកនិងកាវ៉ាការដាំដុះអំពៅនៅតែគាំទ្រដល់ឧស្សាហកម្មផលិតស្ករសដែលមានប្រវត្តិយូរលង់មកហើយប៉ុន្តែដី 87% ស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងបែបប្រពៃណីដែលរារាំងដល់ការផលិតខ្នាតធំជលផលនិងផលិតកម្មពឹងផ្អែកលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខក្នុងសមុទ្រដ៏ធំទូលាយការនេសាទត្រីទូណានិងកែច្នៃគឺជាកម្លាំងជំរុញការនាំចេញចម្បងគណៈវារីបកម្មទំនើបដូចជាការចិញ្ចឹមត្រីសមុទ្រនិងគុជខ្យងកំពុងកើនឡើងឧស្សាហកម្មខ្នាតតូចរាប់បញ្ចូលទាំងការកែច្នៃឈើនិងរ៉ែមាសប៉ុន្តែសម្ភារៈសំណង់ដូចជាស៊ីម៉ង 85% គឺពឹងផ្អែកលើការនាំចូលរដ្ឋធានីស៊ូវ៉ាបេះដូងនៃប្រទេសហ្វីជីស៊ូវ៉ាគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតដែលមានទីតាំងនៅតាមបណ្ដោយឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះវីទីលេវូវាមានផ្ទៃដីប្រមាណ20គីឡូម៉ែត្រការ៉េនិងមានប្រជាជនជាង100,000នាក់
ទីក្រុងនេះមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចនិងវប្បធម៌របស់ប្រទេសហ្វីជីប៉ុណ្ណោះទេប៉ុន្តែក៏ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងត្បូងផងដែរវាជាទីតាំងនៃអគាររដ្ឋាភិបាលសភានិងស្ថាប័នប្រវត្តិសាស្ត្រសំខាន់ៗដូចជាសារមន្ទីរហ្វីជីដែលរក្សាទុកវត្ថុបុរាណដ៏កម្រកំពង់ផែស៊ូវ៉ាដោយសារមានរបាំងថ្មប៉ប្រះទឹកធម្មជាតិកំពង់ផែនេះក្លាយជាកំពង់ផែទឹកជ្រៅដ៏ល្អឥតខ្ចោះដែលមានចំណតពិសេសសម្រាប់ការនាំចេញស្ករប្រេងឥន្ធនៈនិងប្រេងរុក្ខជាតិវាត្រូវបានគេដាក់រហស្សនាមថាជាផ្លូវបំបែកនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងប្រវត្តិសាស្ត្រពីកុលសម្ព័ន្ធបុរាណដល់សាធារណរដ្ឋឯករាជ្យប្រវត្តិសាស្ត្ររបស់ហ្វីជីបង្ហាញពីអាចកំបាំងចម្រុះនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង500ឆ្នាំមុនបុព្វបុរសនិយាយភាសាអូស្ត្រូនេស៊ីបានធ្វើចំណាក់ស្រុកពីអាស៊ីអាគ្នេយ៍មកតាំងទីលំនៅនិងបង្កើតរចនាសម្ព័ន្ធសង្គមដោយផ្អែកលើកុលសម្ព័ន្ធឆ្នាំ1643អ្នករុករកជនជាតិហូឡង់អាបែលតាស្ម៉ាន់បានក្លាយជាជនជាតិអឺរ៉ុបដំបូងគេដែលបានកត់ត្រាពីប្រជុំកោះនេះទោះយ៉ាងណារហូតដល់ពាក់កណ្ដាលសតវត្សទី19ទើបជនជាតិអឺរ៉ុបចាប់ផ្ដើមមកតាំងទីលំនៅឆ្នាំ1871មេកុលសម្ព័ន្ធចាកូបាវក្រោមការគាំទ្រពីប្រទេសតុងហ្គាបានបង្រួបបង្រួមកុលសម្ព័ន្ធផ្សេងៗបង្កើតជាព្រះរាជាណាចក្រហ្វីជីដែលជាអង្គភាពនយោបាយរួមបញ្ចូលគ្នាជាលើកដំបូងឆ្នាំ1874ព្រះរាជាណាចក្រនេះមានអាយុកាលត្រឹមតែ3ឆ្នាំប៉ុណ្ណោះហើយហ្វីជីបានក្លាយជាអាណានិគមរបស់ចក្រភពអង់គ្លេសឆ្នាំ1879-1916អាណានិគមអង់គ្លេសបាននាំយកពលករកិច្ចសន្យាពីប្រទេសឥណ្ឌាប្រមាណ60000នាក់មកធ្វើការនៅចំការអំពៅដែលបង្កើតបានជាសហគមន៍ឥណ្ឌាហ្វីជីនាពេលបច្ចុប្បន្នថ្ងៃទី10ខែតុលាឆ្នាំ1970ហ្វីជីបានផ្ដាច់ខ្លួនពីចក្រភពអង់គ្លេសដោយសន្តិវិធីនិងទទួលបានឯករាជ្យពេញលេញឆ្នាំ1987និង2009ក្រោយពីឆ្លងកាត់ការផ្លាស់ប្ដូរនយោបាយជាច្រើនលើកប្រទេសនេះបានបដូរឈ្មោះរហូតកំណត់ជាផ្លូវការថាសាធារណរដ្ឋហ្វីជីក្នុងឆ្នាំ2009គុជខ្យងអេកូឡូស៊ីនៃប៉ាស៊ីហ្វិកខាងត្បូងហ្វីជីត្រូវបានពិភពលោកស្គាល់ថាជាតំបន់ដែលមានជីវៈចម្រុះសមុទ្រនិងដីគោកដ៏សម្បូរបែបបំផុតកោះសួនច្បារតាវីយូនីពោពេញដោយព្រៃភ្លៀងត្រូពិចទឹកធ្លាក់ដ៏ស្រស់ស្អាតនិងឆ្នេរខ្សាច់ពណ៌មាសប្រព័ន្ធថ្មបប្រាស់ទឹកប្រព័ន្ធផ្កាថ្មទន់របស់ហ្វីជីត្រូវបានចាត់ទុកថាជាប្រព័ន្ធដ៏ល្អបំផុតនៅលើពិភពលោកថ្មបប្រាស់ទឹកឥន្ទនូជាតំបន់មុជទឹកដ៏ល្បីល្បាញដែលមានផ្កាថ្មជាង400ប្រភេទនិងត្រីត្រូពិច1500ប្រភេទចិញ្ចើមផ្កាថ្មពណ៌សដ៏អស្ចារ្យចិញ្ចើមផ្កាថ្មពណ៌សដែលបញ្ឈរចុះទៅក្រោមបង្កើតបានជាទិដ្ឋភាពបាតសមុទ្រដ៏អស្ចារ្យដោយការយល់សប្តិការអភិរក្សហ្វីជីឈានមុខគេក្នុងការការពារអេកូឡូស៊ីដោយបង្កើតតំបន់អភិរក្សសមុទ្រនៅតាមរីសតនានាដើម្បីការពារប្រភេទសត្វកម្រដូចជាត្រីបាឡែនឆ្លាមអណ្ដើកសមុទ្រនិងត្រីអំបោះអាកាសធាតុទាក់ទាញហ្វីជីមានអាកាសធាតុសមុទ្រត្រូពិចក្តៅនិងសើមពេញមួយឆ្នាំជាមួយនឹងសីតុណ្ហភាពជាមធ្យមប្រហែល25អង្សាសេខែឧសភាដល់ខែតុលាជារដូវត្រជាក់និងស្ងួតសីតុណ្ហភាព26អង្សាសេដែលជាពេលវេលាមាសសម្រាប់វិស័យទេសចរណ៍ខែវិច្ឆិកាដល់ខែមេសាឆ្នាំបន្ទាប់ជារដូវក្តៅនិងសើមដែលមានភ្លៀងធ្លាក់ច្រើននិងជារដូវដែលងាយនឹងមានព្យុះស៊ីក្លូនភាពខុសគ្នានៃទឹកភ្លៀងបានបង្កើតឲ្យមានព្រៃភ្លៀងនៅតំបន់ភាគខាងកើតនិងវាលស្មៅនៅតំបន់ភាគខាងលិចសេចក្តីសន្និដ្ឋានហ្វីជីដែលជាក្របគុជខ្យងនៃប៉ាស៊ីហ្វិកខាងត្បូងមួយនេះជាមួយនឹងវប្បធម៌ចម្រុះធម្មជាតិដ៏អស្ចារ្យនិងប្រវត្តិសាស្ត្រតែមួយគត់របស់ខ្លួនបានក្លាយជាបង្អួចសម្រាប់ស្វែងយល់ពីតំបន់កោះប៉ាស៊ីហ្វិកមិនថាអ្នកជាអ្នកធ្វើដំណើរដែលប្រាថ្នាចង់បានឆ្នេរខ្សាច់លិចពន្លឺព្រះអាទិត្យឬជាអ្នកសង្កេតការណ៍ដែលចាប់អារម្មណ៍នឹងការវិវត្តរវាងមនុស្សនិងធម្មជាតិទេហ្វីជីតែងតែផ្ដល់នូវទស្សនវិស័យដ៏សម្បូរបែបដែលមិនអាចបំភ្លេចបាន